សួស្តីបងប្អូនបាទហើយដូចជានោះបងប្អូននឹងស្ដាប់ពីឪពុកម្ដាយរបស់សុនទ្រីនិងសុនតមុននេះដែលមានប្រសាសន៍ជូនដល់បងប្អូនដូចតទៅបាទក្នុងការនេះខ្ញុំក៏បានសំហងបានចេញមកទូទៅសង្គមគ្រួសារខ្ញុំដោយអាស្រ័យយល់ឃើញថាខ្ញុំមានកូនចៅរៀនសូត្រក៏ដល់ពីណាកគុណទី1ក៏ឈ្មោះទី2សុនទ្រីគុណទី2ឈ្មោះទីសុនមនីយត្តសាលាពុទ្ធិកៈបឋមភូមិឆ្នាំទី2វត្តពុគីដែលបានប្រឡងសម្រាប់ជោគវាសនាពីថ្ងៃកន្លងមកហើយនៅថ្ងៃនេះសំហងក៏មានការឆ្លងសង្គមគ្រួសារខ្ញុំដែលបានបណ្ដុះបណ្ដាលកូនចៅរៀនសូត្រលោកគ្រូលោកឋានហងក៏បានអញ្ជើញជូនមកថាក្នុងការចូលរួមអបអរសាទរក៏ដូចជាបានជួយនៅលុយខ្លះៗដែរដើម្បីជារង្វាន់ណាម្លាយហើយក៏បានសម្រេចជ័យលាភីហើយលោកគ្រូក៏បានអញ្ជើញមកដល់សង្គមគ្រួសារខ្ញុំក៏មានការนะครับសង្គមគ្រួសារខ្ញុំជាច្រើនដែរក្នុងនោះមានការលំបាកខ្វះខាតជាច្រើនក្នុងជីវភាពសង្គមគ្រួសារពេលជាលោកគ្រូបានប្រាប់ហើយគឺថាការរស់នៅរបស់ខ្ញុំក៏មិនតាន់ទៅបានធូរធារប្រហែលដែរព្រោះឲ្យកូនចៅរៀនសូត្រហើយសង្គមគ្រួសារក៏មានការជួយសកាត់ជាច្រើនដែរម្ល៉េះហើយការរៀនសូត្ររបស់ខ្លួនតែងតែមានការលំបាកនេះចឹងលំបាកក្នុងការហូបចុកលំបាកក្នុងការរស់នៅដែរហើយបានធ្វើចេញមកដើម្បីមានការអាណិតអាសូរនិងមានមេត្តាចិត្តបានប្រសពប្រតែទៅតាមប្រព័ន្ធអ៊ីនធឺណិតចឹងបានចេញមកថាខ្ញុំគឺខ្ញុំត្រូវតែច្រើនណាឃើញហើយមេត្តាអាណិតដល់សង្គមគ្រួសារខ្ញុំផងដែលបានតស៊ូឲ្យកូនចៅរៀនសូត្រក្នុងព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ដល់សាធារណៈទូទៅក្នុងពុទ្ធសាសនារបស់យើងឲ្យបានគ្រប់5000ប្រវត្តិសាស្ត្រដែលព្រះសម្មាសម្ពុទ្ធយើងព្រះអង្គទ្រង់បដិស្ថានទៅមកដល់បច្ចុប្បន្ននឹងកូនចៅរបស់យើងខ្ញុំក្តីគេក៏ដោយតែងតែខំរៀនខំសូត្រដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាឲ្យបានតទៅអនាគតសង្ឃឹមថាថ្ងៃខាងមុខនឹងជាតំផាំងខ្នងឫស្សីសម្រាប់ដល់យាយតាភូមិស្រុកដូចជាវត្តអារាមឯខំខ្នះភ្នែងឲ្យកូនចៅទីតារៀនសូត្រនឹងគឺថាលោកទីក្តីទាំងអស់កាលណាបានរៀនសូត្របានភាសាខ្មែរយើងក្តីភាសាបរទេសវៀតណាមក្តីបានចេះនឹងហើយតែងតែមានការនឹងភ្លឺទៅមុខទៀតដើម្បីជួយសង្គមដើម្បីជួយវត្តអារាមប្រទេសជាតិរបស់យើងឲ្យបានរីកចម្រើនតទៅថ្ងៃខាងមុខហើយក្នុងឱកាសពេលនេះដែរដែលគ្រូនំឋានហងបានអញ្ជើញចូលទៅគ្រួសារខ្ញុំក៏មានការត្រេកអរជាអតិបរមាម្ដងហើយម្ដងទៀតសង្ឃឹមថាមេត្តាធម៌ឬទឹកចិត្តរបស់គ្រូបានអាណិតអាសូរសង្គមគ្រួសាររបស់ខ្ញុំបានអញ្ជើញមកដល់ប្រទេសខ្ញុំគេថាខ្ញុំឃើញច្បាប់បន្តហើយគឺការកង្វះខ្វះខាតក៏នៅមានច្រើនទៅដែរនោះគឺថាទៅបីជាលំបាកយ៉ាងណាសិក្សារៀនសូត្របានចប់ចុងចាប់ដើមទៅតាមប្រពៃណីពុទ្ធសាសនាដែលជួនជាតែយើងបានមកសោតទុកមកនៅវប្បធម៌តសាសដល់បច្ចុប្បន្ននេះហើយនៅទីបំផុតសូមជំនុំមកដល់សង្គមគ្រួសារសូមឲ្យលោកគ្រូនុំឋានហងព្រមទាំងបងប្អូនដែលបានទស្សនានៅវីដេអូនេះទាំងអស់